ក្នុងទឹកដីដ៏បវរនៃខេត្តសៀមរាបបានបើកបង្ហាញជាផ្លូវការនៅស្នាដៃកូនខ្មែរក្រោមប្រធានបទសិល្បៈដើម្បីសន្តិភាពដើម្បីបង្ហាញពីការពិនការឈឺចាប់នៃសង្គ្រាមក្នុងគោលបំណងផ្ដល់សម្លេងដល់ជនស៊ីវិលការគោរពបេតិកភណ្ឌនិងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការចំពោះចៅឈ្លានពានថៃការគូផ្ទាំងគំនូរបានរៀបចំនៅសួនច្បារព្រះអង្គជ័យព្រះអង្គចំដែលមានលោកតាន់គឹមសួរប្រធានគម្រោងតំណាងឲ្យវិចិត្រករលោកស្រីមាសច័ន្ទដាលីនអគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូសិល្បករសិស្សនិស្សិតអាជីវករប្រជាប្រដ្ឋនិងអាជ្ញាធរពាក់ព័ន្ធពិសេសមានវិចិត្រករជាង70នាក់មកពីខេត្តផ្សេងៗគ្នាបានសហការរៀបចំដើម្បីបង្កើតស្នាដៃសិល្បៈនេះឡើងក្នុងទំហំ5ម៉ែត្រគុណនឹង30ម៉ែត្ររួមគ្នារយៈពេល5ថ្ងៃដោយចាប់ផ្ដើមកាលពីថ្ងៃទី19រហូតដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025សិល្បៈគំនូរនេះបានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ស្នាមរបួសទុក្ខវេទនាដែលបណ្ដាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាមានដូចជាស្ត្រីខ្មែរលុតជង្គង់អោបរូបថតពលទាហានជាស្វាមីដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយង់ឃ្នងរបស់ថៃទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលីសិស្សានុសិស្សកំពុងរត់មិនមែនរត់ប្រឡាយគ្នាទេតែពួកគេរត់គេចពីក្របផ្លោងរបស់យោធាថៃកុមារីម្នាក់លើកដៃសំពះសួររកឪពុកកែវភ្នែករន្ធត់ពោពេញដោយការទុកព្រួយដែលកុមារកម្ពុជាមិនគួរជួបប្រទះទេនៅក្នុងសម័យទំនើបយ៉ាងនេះពាវនាវបងប្អូនមហាជនដែលជាជនរួមឈាមតែមួយនៅក្នុងប្រទេសយើងនេះជួយជំរុញបន្ថែមជួយបន្លឺសម្លេងបន្ថែមមកកាន់ទីនេះផ្ទាល់ជួយផ្សព្វផ្សាយបន្ថែមអ្នកចេះអង់គ្លេសគឺនិយាយភាសាអង់គ្លេសទៅអ្នកដែលមានមិត្តភ័ក្តិដែលជាជនជាតិបរទេសណែនាំពួកគាត់ឲ្យបានមកឲ្យបានដឹងអំពីការឈឺចាប់ទុក្ខវេទនាសោកនាដកម្មដែលកំពុងតែកើតឡើងនៅប្រទេសកម្ពុជារបស់យើងហើយខ្ញុំសូមអរគុណដល់មិត្តបរទេសខ្ញុំចង់ឲ្យខ្ញុំបានមើលរូបភាពកូនបានបំពេញបំណងក្តីសម័យរបស់ហើយឲ្យចាប់សង្គ្រាមឲ្យវាទៅឡើងចាំមកទៀតចាំកូនចាំឲ្យមើលឲ្យថាចង់មើលឬកូនចាំឲ្យចាប់សង្គ្រាមកូនចាំឲ្យមើលកូនបំពេញក្តីសម័យកូនអានទៅឲ្យញ៉ែប្រាប់កូនថាឲ្យចង់មកឃើញកូនតែឲ្យមើលអត់រួចឲ្យជឿពីគេនៅជឿមួយឲ្យចង់ឃើញកូនឲ្យសុខចិត្តទាំងគំនូរទាំងអស់ដែលជាស្នាដៃរបស់កូនខ្មែរបានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជាដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់នៅពីក្រោយគំនូរបានបង្ហាញឲ្យពិភពលោកទាមទារនូវសន្តិភាព